សួស្តីអ្នកគ្នាខ្ញុំឈ្មោះឆាយីជួបគ្នាម្ដងទៀតហើយទៅលើការនិយាយអំពី Linux Command Line ដែលថ្ងៃនេះយើងនឹងមកបន្តអំពី part ទី5ដែលជា part ចុងក្រោយនៃមេរៀន Linux Command Line នេះសូមកុំឲ្យខាតពេលយូរយើងចូលទៅកាន់ slide បន្តមកទៅដែលនៅក្នុង part នេះផងដែរខ្ញុំនឹងលើកឡើង3ចំណុចដែលនិយាយអំពីទី1គឺជាការបង្កើតការ modify ការ login ហើយនឹងការ delete user ទី2ការ manage user password permission and self setting and ទី3គឺយើងនឹងនិយាយអំពី primary ហើយនិង secondary group ដែលនិយាយអំពីការបង្កើត group management អីចឹងទៅសូមយើងចូលទៅមើល command យើងមកទៅដែលចំពោះpoint ដំបូងគឺ user management អញ្ចឹងនេះគឺជា code សម្រាប់គ្រប់គ្រង user ដែលយើងនឹង start ចាប់ពី user add មុនអញ្ចឹងដើម្បីធ្វើការបង្កើត user បានយើងអាចប្រើ command ពីរទី1គឺ user add ទី2គឺ add user និយាយទៅពីរហ្នឹងគឺគោលដៅតែមួយគឺ add គឺបង្កើត user ដូចគ្នាប៉ុន្តែភាពខុសគ្នាត្រង់ថាចំពោះ user add វា simple មែនទែនគ្រាន់តែបង្កើតហើយគឺរួចមកប៉ុន្តែចំពោះ add user វិញយើងអាចធ្វើការ set password នៅពេលតែមួយបានសូមកុំឲ្យខាតពេលយូរយើងចូលទៅប្រើ key យើងមកទៅអូខេឥឡូវខ្ញុំ set បង្កើត user ចឹងដល់ប្រើ user add ឥឡូវខ្ញុំដាក់ឈ្មោះឧទាហរណ៍ថា Lika កុំភ្លេច sudo ពីមុខផង user add Lika អូខេឥឡូវដើម្បី check មើលថាតើ user នឹងបង្កើតបានឬអត់យើងអាចចូលទៅ command cat etc passwd អូខេចឹងវានឹង show នៅ user ទាំងអស់ដែលនេះគឺជា user Lika ដែលយើងទៅតាបង្កើតមិញដែលអត់ទាន់បាន set up អីទេចឹងយើងសាកចូលទៅ command មួយទៀតគឺ add user ឈ្មោះ Bora អូខេចឹងយើងឃើញថានៅពេលដែលយើងបង្កើតដោយប្រើ add user ភ្លាមវានឹងឲ្យយើងបញ្ចូលនៅ password ថ្មីចឹងយើងដាក់ password ទៅអូខេហើយវាមានឲ្យយើងបញ្ចូលនៅ full name ទៀតចឹងដាក់ឈ្មោះ Bora ហើយនៅបន្ទប់ឥឡូវយើង skipហើយវានឹងសួរយើងថាតើ information ហ្នឹងយើងចង់កែឬអត់ទៅយើងអាចនឹងចុច yes បើសិនជាយើងអត់ចង់កែទេតែបើចុច no គឺយើងអាចនឹងកែបន្តទៀតតែខ្ញុំខ្ជិលដែរសូមអញ្ចឹងយើងនឹងគឺជាភាពខុសគ្នាឥឡូវយើងបង្កើត user ហើយគឺចូលចំណុចទី2គឺការ set password អញ្ចឹងដើម្បីធ្វើការ set password user បានយើងអាចវាយ passwd ហើយឈ្មោះ user អញ្ចឹងយើងវាយមក passwd ទៅលើឈ្មោះ Lika not view or modify what អូខេចឹងយើង set password ទៅដាក់ឲ្យ Lika អូខេឥឡូវ password ហ្នឹងវាយើងបាន set up success ហើយចូលទៅ point បន្តទៀតការ show នៅ user អញ្ចឹងការ show នៅ user ហ្នឹងការ show information របស់ user ហ្នឹងមានពីរប្រភេទទីមួយគឺ show បែប basic information ដែលដូចដែលយើងឃើញមិញហ្នឹងហើយទីពីរគឺការ show information show password ដែលជាមួយខ្ញុំនឹងបង្ហាញនៅបន្តិចទៀតនេះជំរឿនខ្ញុំនឹងបង្ហាញរបៀបទី1ការ show បែប basic
info passwd យើងឃើញថាចំពោះ user មួយហ្នឹងវាមាន column មួយដែលយើងខ្លះយើងអាច read បានខ្លះយើងមិនអាច read បានទេ like ចឹងហើយប្រសិនបើជាអ្នកនរគ្នាចង់ដឹងថាតើ column មួយហ្នឹងវាចង់បានយ៉ាងម៉េចយើងអាចចូលទៅកាន់ Google ហើយ search បានដោយ search cat passwd យើងទៅស្វែងយល់ពីវាតើវាជាអ្វីចឹងយើងឃើញថានៅ column ទី1ហ្នឹងនេះគឺជា column មួយដែលយើងអាចមើលតាមនឹងបានដែល column ទី1ហ្នឹងគឺជា user column ទី2នេះគឺជា password column ទី3ហ្នឹងគឺជា user id column ទី4 group id user id info home directory ហើយនិង commercial ចឹងមាន7 column ដែលយើងអាចប្រៀបធៀបបានដែលនេះគឺជាឈ្មោះ user x នេះតំណាងឲ្យ password 1032នេះតំណាងឲ្យ user id ដែលវា start ចាប់ពី1000ទៅចឹងដោយសារតែខ្ញុំធ្លាប់កើត user ពីមុនមកបានជាង30ហើយចឹងវានៅ column ទី32ចឹងខ្ញុំអាចមើលតាមនឹងបានអូខេឥឡូវយើងបែរទៅការ show user information ទៅតាមបែប shadow តើវាខុសគ្នាមិនឥឡូវ sudo cat etc shadow ចឹងយើងឃើញថាភាពខុសគ្នារវាងshadow ហើយនិង passwd គឺ passwd យើងអាចអានដាច់ច្រើនប៉ុន្តែចំពោះ shell វិញវាមានកូដញ៉ៃច្រើនមែនតើដែលយើងសុំទៅថាគាត់កាយយើងមើលអត់ចូលដូចជាកូដនេះ x ចឹងណាចឹងដើម្បីធ្វើការស្វែងយល់យើងអាចធ្វើដូចពីមុនយើងអាចទៅ search បានថាតើ column មួយហ្នឹងវាបានន័យថាម៉េចshadow អូខេចឹងគេនឹងបង្ហាញថាតើ column មួយបានន័យអ្វីចឹងយើងឃើញថានៅ column ទី1ហ្នឹងគឺជា user ហើយ column ទី2នេះគឺជា password ដែលគេបំលែង password ហ្នឹងទៅជាបែបអីផ្សេងចឹងណាដូចនេះយើងអាចរៀបតាមនេះបានហើយទី column ទី3នេះគឺជា last password ដែលយើងបាន change ហើយ column ទី4 minimum នៃថ្ងៃដែលយើងទាមទារ password ទី5 maximum នៃថ្ងៃដែល password និយាយទៅយើងអាចមើលតាមនឹងបានគឺវាមាន8 column ដែលមកប្រៀបធៀបវាត្រូវគ្នាដែរអញ្ចឹងបានន័យថាអាមួយជួរនេះគឺជាpassword របស់ user នឹងដែលគេបានបំលែងគួរទៅហើយអញ្ចឹងយើងអាច read បាននេះតើតា user ខ្លួនឯងចាំហើយវាយទៅគឺចូលមកយើងអាចមើលតាមនឹងបានយើងមកទៅចំណុចបន្តទៀតគឺ id user ហ្នឹងនៅពេលដែលយើងវាយទៅវានឹងធ្វើការ show នៅ user id ឬក៏គ្រប់អីផ្សេងអញ្ចឹងយើងអាចសាកបានលើ id ឈ្មោះមិនខ្ញុំបូរ៉ាអីចឹងយើងនឹងឃើញថា user បូរ៉ាហ្នឹងនៅ id 1032នៅគ្រប់1032យើងអាចមើលតាមនឹងបានអូខេយើងមកទៅបន្តទៀតការ add comment ទៅ user អញ្ចឹងចំពោះ user លីកាមិញយើងអត់ទាន់បានបញ្ចូលអីទាំងអស់អញ្ចឹងយើងអាចធ្វើការ add comment បានអញ្ចឹងយើងអាចប្រើ comment user add.c ហើយឈ្មោះលីកាហ្នឹង
អូcomment ហ្នឹងបានន័យថាយើង add user ហើយយើង add comment ចូលទៀតចឹងឥឡូវលីកាហ្នឹងយើងបាន add user ម្ដងហើយចឹងយើងអាចប្រើ comment ហ្នឹងបានតែយើងដើម្បីកែប្រែយើងអាចប្រើ sudo user mode .c student លីកាហើយយើងចូលទៅមើលលីកាហ្នឹងpass wd អូខេនេះនៅត្រង់ឈ្មោះនេះលីកាវានឹងមានcommand មួយគេដាក់ថា student បែបហ្នឹងយើងចូលទៅមកទៅ comment បន្តទៀត change id user អញ្ចឹងនៅក្នុង user លីកាហ្នឹងមាន id 11 23ដែលខ្ញុំអត់ចង់បាន id ហ្នឹងអញ្ចឹងដើម្បីធ្វើការ change id ហ្នឹងយើងអាចប្រើ user mode .u ហើយ id ដែលយើងចង់បដូរហើយនឹងឈ្មោះ user អញ្ចឹងយើងអាចបែបបាន sudo user mode .u ឥឡូវខ្ញុំចង់វាយ user 3301ចាស់ហើយឈ្មោះលីកាហើយយើងចូលទៅមើលម្ដងទៀត pass wd ចឹង user លីកាប្រកាសជាបាន change នៅuser id ហើយយើងចូលទៅ point បន្តទៀតគឺជាការ set expire date របស់ user account ហ្នឹងអញ្ចឹងដើម្បីធ្វើការ set expire account នឹងបានយើងអាចប្រើ command user mode .e ហើយ date ដែលយើងចង់ set ហ្នឹងហើយឈ្មោះ user អាចប្រើ command sudo user mode .e លើយើងចង់ set នឹង set ចុះ2025ខែ6ថ្ងៃទី18ឈ្មោះ user លីកា pass sudo cat etc pass wd អូខេក្នុងនេះវាអត់ show ទេតែយើងអាចចូលទៅ sudo cat etc shadow នៅក្នុង shadow វានឹងបង្ហាញថាថ្ងៃណាដែលមួយថ្ងៃទៀតទៅវា set expire អញ្ចឹងណាក្នុងនេះក៏អត់បង្ហាញដែរអញ្ចឹងមានតាអូអញ្ចឹងដើម្បី view នៅ expired date របស់ user ហ្នឹងយើងអាចប្រើ command check change .l ហើយឈ្មោះ user ហ្នឹងចឹងឥឡូវអូខេ sudo អូខេចឹងយើងឃើញថា account ហ្នឹងនឹង expire នៅថ្ងៃស្អែកសូមចឹងនឹងគឺជាវិធីក្នុងការ check មើលexpire date ហ្នឹងតាមពិតយើងក៏អាចធ្វើការកែប្រែអីផ្សេងបានដែរដែលយើងអាចប្រើ command នៅក្នុង chat ហ្នឹងយើងអាចប្រើ command ផ្សេងទៀតបានតែខ្ញុំសូមអត់បង្ហាញដោយសារវាច្រើនដែរចឹងយើងចូលទៅ command បន្តទៀតគឺទៅ change directory របស់ user ហ្នឹងចឹងដើម្បីធ្វើការ change directory user នេះយើងអាចប្រើ command user add .home. ទៅកាន់ទីតាំងដែលយើងចង់ change ហ្នឹងចឹងឥឡូវយើងសាក login ចូលលីកាហ្នឹងPWD ចឹងឥឡូវខ្ញុំនៅក្នុង directory home ហើយឆ្លៀតទៀតចឹងដើម្បីធ្វើការ change បានយើងអាច
recommend user add/home. So sudo user add dot home/home/charlie manage trong điều. Okay, Lika dynamic user Lika already exists. Trong bandaiខាង comment នោះប្រើសម្រាប់ add ផងហើយ change directory ផងឥឡូវយើងសាកឈ្មោះអ្នកផ្សេងឈ្មោះ Thida ហើយយើងចូលទៅ Azure Thida sudo pwd ហើយយើងចូលទៅ command បន្តទៀតខ្ញុំអត់ទាន់ខ្ញុំមិនអាចធ្វើ change user directory បានទេ so យើងចូលទៅមើល login shell វិញអញ្ចឹងដើម្បីធ្វើឲ្យ user ហ្នឹងពេល login ទៅវាអត់មាន shell ទេអញ្ចឹងយើងអាចប្រើ command user add dot s ហើយ has been no login ហើយឈ្មោះ user sudo user no login ចឹងអ្នកនរគ្នាដើម្បីធ្វើការ change អីផ្សេងៗខ្ញុំប្រើ user mode instead of user add so no share ចឹងយើងសាក check មើល cat etc shadow ណានេះuser Lika អត់មាន share យើង check មក path Lika នេះ Lika គឺអត់មាន login អត់មាន login share ទេប៉ុន្តែបើចំពោះ Bora វិញនៅពេលដែលបង្កើតមកគឺមាន share ហ្មងនេះអូខេចឹងយើងសាកទៅ change directory ម្ដងទៀត sudo user mode dot c dot home slash home slash div slash div ឈ្មោះនៃការ អូខេឥឡូវយើងសាក login ចូលទៅ Lika Azure Lika why មកយើង set expired ដែរទេ
Canon song skip hello và nếu dân cho từ no home directory nếu dân cho từធ្វើការ log user ហើយនឹង unlock user ចឹងដើម្បីធ្វើការ log user ហ្នឹងវាថា user ហ្នឹងអាចធ្វើការ login ចូលបានទេយើងអាចប្រើ user mode .l ធំហើយឈ្មោះ user ចឹងឥឡូវយើងចូលទៅឈ្មោះបម្រើចុះ .l ឥឡូវយើងសាកចូលទៅបម្រើតែចូលមែនអូខេឥឡូវយើងចូលបម្រើបានហើយចឹងបម្រើហ្នឹងអត់ទាន់ជាប់ log អញ្ចឹងបើធ្វើការដាក់ log user mode .l បម្រើចឹងយើងសាកចូលទៅបម្រើម្ដងទៀតអូខេចឹងនៅពេលដែលវាចេញmessage បែបហ្នឹងបានន័យថាបម្រើហ្នឹងជាប់ log ហើយចឹងដើម្បីធ្វើការដក log ហ្នឹងអាចប្រើ sudo user mode .u បម្រើអូខេយើងសាក login ចូលបម្រើម្ដងទៀតWhy? អូខេឥឡូវយើងចូលបម្រើបានហើយមិញយើងគួរប្រើ sudo remote ឥឡូវយើងសាក check ឯកសារមើល get permission នេះអូខេ move on ឥឡូវសូមบอกថាយើងអាចប្រើ log user ហើយយើងចាក់ unlock user ហើយសូមយើងចូលទៅធ្វើការ delete user វិញអញ្ចឹងដើម្បីធ្វើការ delete user យើងអាចប្រើ user del ហើយឈ្មោះ user អញ្ចឹង exit sudo user del แล้วយើងឈ្មោះdelete ធីតាចោលសិនហើយ delete បម្រើមកទៀតអូខេឥឡូវយើងទៅ check មើល sudo cat etc pass.wd ចឹងឥឡូវយើងបាត់ឈ្មោះuser បម្រើហើយនិង user ធីតាហ្នឹងហើយអញ្ចឹងអូខេចឹងការ delete ហ្នឹងវាមានតែប៉ុណ្្នឹងទេយើងចូលបន្តទៅ group management ម្ដងចំពោះ group management នេះផងដែរនៅក្នុង Linux គេបែងចែកជាពីរប្រភេទទី1គឺជាប្រភេទ primary group ទី2គឺជា secondary group អញ្ចឹងពីរហ្នឹងគឺជាអ្វីហើយភាពខុសគ្នាវាមិន primary group ហ្នឹងគឺជា default group របស់ user ដែលពេលដែល user បង្កើតភ្លាមវាប្រកាសជាបង្កើតនៅ primary group នឹងភ្លាមហើយដែលវាបែបហ្នឹងហើយចំពោះ secondary group វិញវាដូចជា group មួយដែល user ណាក៏អាចចូលបានដែរ like នៅក្នុងមួយ user នឹងអាចនឹងមាន secondary group 5 6អីចឹងវាបែបហ្នឹងហើយបើយើងអាចប្រៀបធៀបបានអាចប្រៀបធៀបថា primary group នឹងដូចជាម៉ាក់ប៉ាយើងម៉ាក់ប៉ាបង្កើតចឹងវាថាយើងអាចមានម៉ាក់ប៉ាតែមួយឯងប៉ុន្តែចំពោះម៉ាក់ប៉ាយើងវិញអាចមានកូនច្រើនដែលម៉ាក់ប៉ាយើងនឹងតំណាងឲ្យ secondary ហើយចំពោះយើងនឹងគឺជា user ហ្នឹងមានម៉ាក់ប៉ាមួយហើយប៉ុន្តែអាចមានម៉ាក់ប៉ាធម៌ច្រើនអញ្ចឹងម៉ាក់ប៉ាធម៌ហ្នឹងគឺជា secondary group សូមយើងចូលទៅមើល code ហ្មងទៅអញ្ចឹងដើម្បីធ្វើការបង្កើត group ដើម្បីធ្វើការបង្កើត group យើងអាចប្រើ group add បានអញ្ចឹង group add ហើយឈ្មោះ group ឥឡូវសាកបង្កើត group ឈ្មោះ teacher ចឹង sudo group add teacher
ខេឥឡូវយើងបង្កើតមួយទៀតទៅteacher ហើយមាន designer អូខេឥឡូវយើងបង្កើតគ្រប់បានហើយដើម្បីហើយនៅពេលដែលយើងបង្កើតគ្រប់ហើយយើងក៏អាច delete ក៏ដូចជា rename បានដែរអញ្ចឹងខ្ញុំសាក rename មុនគឺដើម្បីធ្វើការ rename គ្រប់បានយើងអាចប្រើ group mode .new ហើយឈ្មោះថ្មីហើយនឹងឈ្មោះចាស់ដល់អូខេ sudo group mode .new ហើយយើងដាក់បដូរពី design ហ្នឹងទៅជា IT ចុះ designer អូខេអញ្ចឹងដើម្បីធ្វើការ list group យើងអាចដើម្បីធ្វើការមើល group នៅក្នុង system នឹងបានយើងអាចប្រើ command cat etc group so sudo cat etc group អញ្ចឹងយើងឃើញថាមាន group ច្រើនដែរមានteacher IT អញ្ចឹងIT មិញហ្នឹងគ្រាន់តែឈ្មោះ Dynamic ឈ្មោះដើមគឺ design អញ្ចឹងយើងសន្មតថាយើងអាចចេះធ្វើការ edit rename ឈ្មោះ group ហ្នឹងបានហើយអញ្ចឹងយើងសាក delete អញ្ចឹងដើម្បីធ្វើការ delete យើងអាចប្រើ command group del ហើយឈ្មោះ group ហ្នឹងឥឡូវយើង delete ឈ្មោះ group IT sudo group del IT ហើយយើងចូលមកម្ដងទៀត sudo cat etc ចឹងឈ្មោះ group ឈ្មោះIT ហ្នឹងបានបាត់ហើយ so ពាក់ព័ន្ធនឹងការបង្កើតការ delete ការ rename យើងចាត់ទុកថាយើងបានចេះហើយចំពោះការ rename group ហ្នឹងក៏យើងចេះដែរអញ្ចឹងយើងចូលទៅចំណុចមួយទៀតគឺជាការ set primary group ហើយនិង secondary group អញ្ចឹងដើម្បីធ្វើការ set primary group បានយើងអាចប្រើ command នេះបានsorry អាចប្រើ command ចំពោះ command ខាងលើនេះអាហ្នឹងខ្ញុំប្រើសម្រាប់ add user បដាហើយ add ឈ្មោះ group primary group នឹងបដាបានសូមឥឡូវខ្ញុំសាកឈ្មោះថ្មីចុះឈ្មោះ user ថ្មីចុះសាកsudo user add .g ឈ្មោះឥឡូវយើងដាក់ G1 តំណាងឲ្យគ្រប់ព័ន្ធគុណ teacher ដាក់ teacher ឈ្មោះបូរ៉ាsudo user addអូខេចូលឥឡូវយើងសាកចូលទៅបូរ៉ានឹងសាកមើលបាច់បូរ៉ាឥឡូវពិសិដ្ឋចុះពិសិដ្ឋមានហើយវិជ្ជការឥឡូវវិជ្ជការ sudo why sudo issue វិជ្ជការគ្រប់អូខេចឹងយើងឃើញថាចំពោះវិជ្ជការហ្នឹងនឹងមាន primary group មួយដែលឈ្មោះថា teacher ហើយចំពោះ primary group នេះផងដែរយើងក៏អាច change នៅ default primary group នឹងបានដែរយើងអាចនឹងប្រើ command user mode .g ហើយឈ្មោះ group ដែលយើងចង់ change នោះចឹងឥឡូវយើងសាកបង្កើត group ថ្មីសិនចឹងដើម្បីបង្កើត group យើងប្រើ group add student ចុះ
group A ឥឡូវយើងសាកពីមិញវិជ្ជការនៅក្នុងprimary group ឈ្មោះ teacher right so យើង change the for primary group នឹងទៅជាឈ្មោះ student អញ្ចឹងប្រើ user mode .g ហើយឈ្មោះហ្នឹង sudo user mode .g ឈ្មោះ student វិជ្ជការអូខេហើយយើងសាកចូលទៅវិជ្ជការហ្នឹងគ្រប់សាកមើលនោះprimary group មិញពី teacher វានឹងប្រែមកជា student វិញហើយអញ្ចឹងនឹងគឺជារបៀប set ហើយនឹងការ change primary group របស់ user អញ្ចឹងយើងចូលទៅ point មួយទៀតគឺជាការ set secondary group អញ្ចឹងដើម្បីធ្វើការ set secondary group បានយើងអាចប្រើ command user mode .ag ធំហើយឈ្មោះ user ហើយនឹងឈ្មោះ secondary group ដែលយើងចង់ add ទៅ user នោះអញ្ចឹងឥឡូវខ្ញុំចង់បាន student ជា primary group ហើយ teacher ជា secondary group របស់វិជ្ជការហ្នឹង so exception issue user mode .ag ឈ្មោះ teacher ហើយវិជ្ជការអូខេឥឡូវយើងស្អាតចូលទៅវិជ្ជការហ្នឹងម្ដងទៀតនោះយើងនឹងឃើញថាវិជ្ជការឥឡូវមានគ្រប់2ដែលគ្រប់មួយជា primary ដែលហៅថា student ហើយគ្រប់មួយទៀតជា secondary ដែល teacher ហើយវិជ្ជការនោះក៏អាច add នៅ secondary គ្រប់3 4ទៀតតាមអីដែលយើងចង់បង្កើតចង់ដាក់ប៉ុន្តែអីដែលខ្ញុំបង្ហាញនោះមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកនរគ្នាដែលបានមើលវីដេអូចាប់ពី part 1 ដល់ part 5ហើយខ្ញុំមានអីបង្ហាញតែប៉ុណ្្នឹងទេជំរាបលាបាយបាយ